ហើយរករឿងកម្ពុជាព្រោះកម្ពុជាមានចំណុចខ្សោយនៅក្នុងវេលាថ្ងៃនេះមេបញ្ជាការនៃកងភូមិន្ទជើងគោកថៃឧត្តមសេនីយ៍ឆាយាព្រឹកដួងប្រផាតនាយសេនាធិការកងទ័ពជើងគោកថៃបាននិយាយនៅក្នុងកិច្ចប្រជុំនៃ Internal Security Operation Control Command ISOC ថាកម្ពុជាត្រូវតែគោរពបទឈប់បាញ់ថ្ងៃ27ខែធ្នូឆ្នាំ2025បើពុំនោះសោតទេមិនអាចនៅសុខនឹងគ្នាឡើយឧត្តមសេនីយ៍ឆាយាព្រឹកនេះហើយដែលបានបដិញ្ញាថានឹងបំផ្លាញទ័ពហ៊ុនសែនឲ្យខ្ទេចខ្ទីអស់គឺម្នាក់នឹងហើយបាទនេះគឺជាឧត្តមសេនីយ៍ឆាយាព្រឹកណានេះគឺជាឧត្តមសេនីយ៍នេះហើយដែលបានគម្រាមកាលពីឆ្នាំ25ថានឹងបវាយបំបាក់ជើងកងទ័ពហ៊ុនសែនឲ្យអស់ណានេះគឺជាឧត្តមសេនីយ៍នឹងហើយនាយសេនាធិការនៃកងទ័ពជើងគោកថៃឧត្តមសេនីយ៍ឆាយាព្រឹកឧត្តមសេនីយ៍ឆាយាព្រឹកដួងប្រផាតបាននិយាយនៅក្នុងទីសេនាធិការនៃប្រតិបត្តិការផ្ទៃក្នុងសន្តិសុខថៃឲ្យដឹងថាកម្ពុជាត្រូវតែអនុវត្តដោយជាប់ជួនតាមកិច្ចព្រមព្រៀងថ្ងៃ27ខែធ្នូឆ្នាំ2025ឧត្តមសេនីយ៍ឆាយាព្រឹកបន្តទៀតថាការចល័តទ័ពចុះឡើងតាមបណ្ដោយព្រំដែនគឺជាការល្មើសនឹងបទឈប់បាញ់ហើយកម្ពុជាចោទប្រកាន់មកថៃថាផ្ទុះអាវុធ9គ្រាប់ថៃប្រកែកវិញថាគ្រាន់តែដុតផាវ3គ្រាប់តែប៉ុណ្ណោះកងទ័ពជើងគោកថៃបាននិយាយប្រាប់ថានឹងមិនអត់ឱនឲ្យបទល្មើសណាមួយពីខាងកម្ពុជាធ្វើមកលើខ្លួនទេឧត្តមសេនីយ៍ឆាយាព្រឹកបាននិយាយថាទំនាស់នៅឯប្រាសាទតាក្របីមិនមានបញ្ហានោះឡើយ They cannot do anything beyond this ពួកខ្មែរគ្មានធ្វើអ្វីលើសពីប៉ុណ្្នឹងទេបានសេចក្តីថាថៃកាន់កាប់ប្រាសាទតាក្របី Thailand I ask the public to have confidence ខ្ញុំសូមឲ្យប្រជាជនថៃមានជំនឿទឹកចិត្តលើកងទ័ពថៃថាកងទ័ពថៃត្រៀមលក្ខណៈជាស្រេចការពារនៅបូរណភាពដែនដីរបស់ខ្លួនការដែលកំពុងតែកើតមានទំនាស់ក្តៅឡើងនេះថៃបានចោទប្រកាន់ថាខាងកម្ពុជាកំពុងតែសកម្មភាពនៅខ្លងណាមសៃនិងខ្លងហាត់នៅក្នុងឃុំខ្លងហាត់និងខ្លងណាមសៃក្នុងខេត្តសាកែវនៅទីនោះតាមបណ្ដោយព្រំដែននៃស្រុកអរ៉ាំងថ្ងៃទី30ខែមេសាឆ្នាំ2026ឧត្តមសេនីយ៍បញ្ចពលដៃចតិវង្សនាយុធយាមេបញ្ជាការគណៈបូព៌ាទិសដែលនៅក្រោមសេនាធិការនៃបញ្ជាការកងភូមិភាគ1ថៃបាននិយាយថាខ្មែរកំពុងតែជីកអូមួយឬស្នាមភ្លោះមួយចូលក្នុងទឹកដីរបស់ថៃលោកឧត្តមសេនីយ៍បាននិយាយបន្តទៀតថាអ្វីដែលប៉ះពាល់ដល់បូរណភាពដែនទឹកដីថៃមិនអាចអត់ឱនឲ្យបានទេឧត្តមសេនីយ៍បន្តទៀតថាសកម្មភាពល្មើសរបស់កម្ពុជាក្នុងការជីកស្នាមភ្លោះឬអូមួយគឺជាចំណុចរសើបដែលកំពុងតែតាមដានតទៅទៀតបងប្អូនឃើញទេនៅប្រទេសថៃគឺវាគម្រាមរហូតវាគម្រាមបានដោយសារអ្វីដោយសារវាវាយឈ្នះយើងដល់វាវាយឈ្នះយើងវាគម្រាមអញ្ចឹងហើយបន្ទាប់មកទៀតវាយកសភាពការពិភពលោកណាវាយកសភាពការពិភពលោកដែលកំពុងតែផុសផុលយកមកធ្វើជាលេសដើម្បីបន្តរករឿងកម្ពុជាមិនចេះអស់មិនចេះហើយមិនចេះអស់មិនចេះហើយនេះគឺជាអ្វីដែលកំពុងតែកើតឡើងនៅក្នុងប្រទេសថៃនិយាយដូចជាកម្ពុជានឹងឈ្លានពានថៃតែតាមការពិតកម្ពុជាត្រូវថៃឈ្លានពាននេះគឺជារបៀបធ្វើនយោបាយមូលបង្កាត់នេះគឺជារបៀបដែលគម្រាមកំហែងលើអធិបតេយ្យភាពបូរណភាពដែនទឹកដីនៃប្រទេសកម្ពុជាដោយសារកម្ពុជាមានចំណុចខ្សោយទី1កម្ពុជាព្រមព្រៀងជាមួយវៀតណាមចំណុចខ្សោយទី2កម្ពុជាមាន scam នៅក្នុងប្រទេសខ្លួនដែលការបង្ក្រាប scam រហូតដល់ថ្ងៃទី30ខែមេសាឆ្នាំ2026នេះមិនមានបង្ក្រាបបានទេ
The ASEAN Development Bank has cut its growth forecast ធនាគារអភិវឌ្ឍន៍អាស៊ីបានកាត់បន្ថយសេចក្តីរំពឹងទុកផ្នែកកំណើនសេដ្ឋកិច្ចលើប្រទេសនៅអាស៊ីប៉ាស៊ីហ្វិកគឺបានសង្កេតមើលថានៅតំបន់អាស៊ីប៉ាស៊ីហ្វិកសេចក្តីកំណើនផ្នែកសេដ្ឋកិច្ចកាត់បន្ថយនៅត្រឹម4កណ្ដកសញ្ញា 7% ជាមធ្យម ADB បានចង្អុលបង្ហាញតទៅទៀតថាដោយសារមានវិបត្តិធម្មពលកំពុងកើតឡើងប្រទេសទាំងអស់នៅក្នុងអាស៊ីប៉ាស៊ីហ្វិកទទួលការខូចខាតផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងនេះគឺជាព័ត៌មានមួយដែល ADB បាននឹងកំពុងធ្វើការពិចារណាត្រង់នេះយើងឃើញថាអ្វីនៅតែជាចំណុចកាសែត The Nation Thailand បានចោទប្រកាន់ថាកម្ពុជាខកខានក្នុងការយល់ព្រមបើកច្រកខ្លងលើកនៅខេត្តសាកែវកាលពីព្រឹកក្នុងការអនុញ្ញាតឲ្យជនជាតិថៃ600នាក់ដែលជាប់កាំងនៅនឹងច្រកនោះនៅខាងកម្ពុជាឆ្លងចូលប្រទេសថៃបាននិយាយថាខាងកម្ពុជាបានព្រមព្រៀងបើកច្រកខ្លងលើកឲ្យថៃ600នាក់ឆ្លងក៏ប៉ុន្តែបែរទៅជាមិនបានបើកវិញនៅថ្ងៃទី30ខែមេសាឆ្នាំ2026នេះសុទ្ធតែជាព័ត៌មានដែលគៀបសង្កត់មកលើកម្ពុជាគ្រប់ជ្រុងជ្រោយដែលថៃយល់ឃើញថាកម្ពុជាកំពុងតែមានចំណុចខ្សោយកាលពីប្រមាណនាទីមុននេះកាសែតThe Khao Sot បានកែប្រែព័ត៌មានថាថៃចំនួន635នាក់ដែលជាប់នឹង scam network នៅកម្ពុជាត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងស្រុកថៃវិញហើយនៅពេលដែលកាសែត The Nation ថាมันមានការឲ្យចូលនៅឡើយទេអញ្ចឹងព័ត៌មានរបស់ Khao Sot ទើបនឹងផ្សាយ32នាទីមុននេះអាចចាត់ទុកថាជាព័ត៌មានថ្មីនាយករដ្ឋមន្ត្រីឡាវសុនណេកសាយស៊ីផាន់ដូនបានបញ្ចេញនៅសារជាសាធារណៈថានឹងបង្ក្រាប scammer នៅប្រទេសឡាវជាអាទិភាពបងប្អូនឃើញទេប្រទេសឡាវប្រទេសមីយ៉ាន់ម៉ាប្រទេសកម្ពុជានិងប្រទេសថៃសុទ្ធតែជាប្រទេសដែលកំពុងតែមានការលុកលុយនៃពួកអក្រិតជន scammer យ៉ាងខ្លាំងក្លាដូច្នេះអ្វីដែលជាណាអ្វីដែលជាវិបត្តិនៅក្នុងប្រទេសមួយបានត្រូវប្រទេសជិតខាងយកមកធ្វើជាលេសដើម្បីអង្គាមយកទឹកដីរបស់ប្រទេសទន់ខ្សោយនេះគឺជារឿងមួយដ៏អស្ចារ្យបាទនឹងក្នុងនឹងព័ត៌មានមួយទៀតដែលខ្ញុំផ្សាយរួចមកហើយថានៅពេជ្របុរីក្រោយពីការកំណាយរកឃើញនៅរណ្ដៅនិងសំណាក់សំណល់ដែលមាននៅសល់នៅក្នុងការសិក្សាបុរាណវិទ្យាសាស្ត្របានរកឃើញនៅកំណាយដែលមានអាយុ1500ឆ្នាំនៅកងដៃមាសនៅ Discovery was made គឺកងដៃមាសដែលគេរកឃើញនៅក្នុងរណ្ដៅនៃកំណាយសាកសពដែលគេរកឃើញកងដៃមាសចំនួនយ៉ាងតិច4កងដៃនៅក្នុងកំណាយចំណាស់មួយដែលមានអាយុ1500ឆ្នាំនៅក្នុងឃុំបានឡាតនៃខេត្តពេជ្របុរីការរកឃើញនេះត្រូវក្រសួងវិចិត្រសិល្បៈផ្នែកបុរាណវិទ្យាសាស្ត្របានប្រមូលយកទៅបន្តការសិក្សាហើយក៏កំពុងតែសង្ស័យថាកំណាយដែលរកឃើញនៅក្នុងរណ្ដៅអាយុ1500ឆ្នាំនោះជាប់ពាក់ព័ន្ធនឹងវប្បធម៌ដនសើងផងដែរអ្វីដែលរកឃើញគេរកឃើញឆ្អឹងនៃមនុស្សដែលបានស្លាប់1500ឆ្នាំមុនស្លៀកពាក់នៅអង្កាំការតុបតែងនានាដែលគេបង្ហាញឲ្យឃើញថាជាវប្បធម៌ដែលបានកើតឡើងដែលថៃដាក់ឈ្មោះថាដវរាវតីភិរិទ្ធដែលមានអាយុពី1500ទៅ2000ឆ្នាំគេសង្ស័យថាវប្បធម៌នេះជាប់តាក់ទងនឹងវប្បធម៌ដនសើងផងដែរការខ្វះកាយបន្ថែមបានរកឃើញនៅស្គរសម្រាប់ចំនួន6រួមទាំងភាជបែកបាក់និងអំបែងក្របជាច្រើនព្រមទាំងរបស់ដែលជាគ្រឿងប្រើប្រាស់ធ្វើអំពីសម្រាប់
លើគម្រោងសាកសពចំនួន7គម្រោងដែលគេរកឃើញមានសាកសពមួយនោះពាក់នៅកងដៃមាសបុរាណវិទូជាអ្នកវិទ្យាសាស្ត្រថៃបានរកឃើញនៅទីនោះនៅកំណាយនានាដែលតាក់ទងនឹងលោហៈតាក់ទងនឹងភាជតាក់ទងនឹងគ្រឿងអលង្ការមាសតាក់ទងនឹងកំណាយដែលបង្ហាញអំពីវប្បធម៌នៃការកប់សពដែលបង្ហាញឲ្យឃើញថាជនដែលស្លាប់នៅទីនោះជាជនដែលមានវណ្ណៈខ្ពង់ខ្ពស់នៅក្នុងសង្គមសម័យ1500ឆ្នាំទៅ2000ឆ្នាំកន្លងមកហើយកាលពីថ្ងៃទី9ខែកុម្ភៈឆ្នាំ2026នៅក្នុងវាលស្រែត្រូវបានអ្នកស្រុកថៃរាយការណ៍ថាគេរកឃើញនៅអំបែងដែលគេសង្ស័យហើយសមត្ថកិច្ចមូលដ្ឋានថៃបានចុះទៅរក្សាសណ្ដាប់ធ្នាប់នៅទីនោះហើយក៏បានទិញដីស្រែពីអ្នកស្រុកបណ្ដោះអាសន្នចាប់ផ្ដើមធ្វើកំណាយដែលបច្ចុប្បន្ននេះឃើញថាកំណាយនោះបង្ហាញឲ្យឃើញនៅវប្បធម៌មួយដ៏រុងរឿងណាអញ្ចឹងនៅក្នុងការផ្សាយព័ត៌មាននេះមានខ្មែរយើងល្ងង 4-5 ក្បាលភ្ជាប់វប្បធម៌កំណាយនឹងទៅនឹងអង្គរវត្តអង្គរខ្មោចអីបើខ្លួនឯងអត់នឹងចេះអានសិលាចារឹកផងអង្គរខ្មោចអីបើខ្លួនឯងអត់នឹងចេះបកប្រែខ្លួនឯងផងអង្គរខ្មោចអីខ្លួនឯងអត់រៀនអញ្ចឹងខំប្រឹងទៅដមានខ្មែរម្នាក់ឈ្មោះនាងរុនគេថា it's a Khmer ancient burial ground which Thailand has invaded and control ខ្មោចពេលហ្នឹងសៀមវាសើចដាក់វិញវាថាអញទៅ invade អីណា2000ឆ្នាំមុនអញមិនទាន់កើតប្រទេសផងអត់លើណាបន្ទាប់មកទៀតមានអ្នកមួយទៀតគេតគេថានាងរិនអើយ looking at the potential of Khmer people today it's hard to believe they could create a great civilization like the Angkor បើតាមមើលភិនភាគខ្មែរល្ងងដោយសពថ្ងៃគេមិនអាចជឿបានថាជនជាតិនេះបង្កើតអរិយធម៌អង្គរទេឃើញវាដាក់ឲ្យទេដាក់ឲ្យឡើងខៀវមុខអញ្ចឹងហើយបានជាខ្ញុំបបួលឲ្យខំប្រឹងរៀនបើយើងមិនរៀនទេនិយាយមិនឈ្នះគេទេអាហ្នឹងអញ្ចឹងនេះគឺជាអ្វីដែលបានកើតឡើងបាទលោកអ្នកប្រុសស្រីបញ្ហាដែលជាចំណុចខ្សោយរបស់កម្ពុជាមាន2គឺបញ្ហាដែលខ្លួនបានធ្វើជាមួយវៀតណាមហើយនឹងបញ្ហាដែលខ្លួនកំពុងតែខ្សែគប់ជាមួយនឹង scammers ដែលការបង្ក្រាប scammer មិនបានជោគជ័យរហូតដល់ដាច់ខែមេសានេះសូមអំពាវនាវដល់រដ្ឋាភិបាលកុំធ្វើនៅលបែងឆ្ពិនភ្នែកពីព្រោះបរទេសគេអត់ជឿទេគេដឹងថារឿងហ្នឹងជារឿងឆ្ពិនភ្នែកដូច្នេះហើយសូមឲ្យរាជការមេត្តាធ្វើអ្វីឲ្យបានត្រឹមត្រូវបង្ហាញផុសតាងផងខ្ញុំឆ្លើយនឹងសំណួរប្រិយមិត្តជំរាបសួរ Good morning America Good evening Cambodia បច្ចុប្បន្នល្ងាចម៉ោង 6:54 នាទីនៅថ្ងៃប្រហ័សទី30ខែមេសានៅកម្ពុជាត្រូវនឹងម៉ោង 7:55 នាទីវេលាព្រឹកម៉ោងនៅសហរដ្ឋអាមេរិកឆ្នេរសមុទ្រខាងកើតថ្ងៃដូចគ្នាជំរាបសួរបាទអាឡឹងលេះរករឿងខ្មែរទៀតហើយបាទគេរករឿងអត់ឈប់ទេពីព្រោះសភាពការពិភពលោកធ្វើឲ្យគេអាចរករឿងកម្ពុជាបាននៅពេលពិភពលោកកំពុងតែរវល់នឹងបញ្ហាវិបត្តិធម្មពលតើតុលាការនៅកម្ពុជាអត់មានច្បាប់បានត្រឹមត្រូវឬអត់ស្ដាប់អត់បានសរសេរខ្មែរឡើងវិញបើសរសេរខ្មែរគេអានអត់ត្រូវអានខ្លួនឯងឡើងវិញមិនបានសរសេរអញ្ចឹងណានឹងអញ្ចឹងហើយរឿងតកតងនឹងករណីកម្មសុខាបើចង់តវ៉ាទៅតវ៉ាមុខតុលាការក៏លោកបានបែកភ្នែកទៅតតអត់ដឹងទេរឿងកម្មសុខាតើអត់ដឹងទេរឿងកម្មសុខាតើអត់ដឹងបើចៅឯងឆ្ងល់ទៅរកឲ្យគេជាប់ភ្នែកនៅនោះទៅពួកគេអត់ខ្លាចវាយជាប់ភ្នែកទេទៅនឹងអញ្ចឹងអូខេទៅអញ្ចឹងហ្នឹងគឺជាលក្ខណៈមួយអត់បាច់សួរតាទេព្រោះតាអត់ដឹងរឿងណាហើយតាក៏មិនគិតដែរបើចង់ជាប់ភ្នែកទៅសួរគេនៅមុខតុលាការតុលាដំបងរាជធានីទៅអូខេមិនគិតរៀនគិតសូត្រទេគិតឆ្ងល់រឿងចង់បែកភ្នែកបាទ Good morning scam នៅប៉ោចប៉ែតតដៃនឹងបលិសងាប់ឲ្យភ្លើនេះភ្លើមែនតែនមានឃើញ scam តដៃនឹងបលិសទេបលិសមានបាញ់ scam របួសងាប់អីទេអត់ទេគេគ្រាន់តែបាញ់ឡើងលើសម្ដែងឯងនេះនៅឯងនេះភ្លើតាមគេឆោតអញ្ចឹងបើគេត្រួតក្បាលហើយខ្លួនឯងនៅតែជឿតាមគេភូតមួយជាតិអានៅក្រៅស្រុកនេះមានរាំងស៊ីភូតនៅខាងក្នុងមានអ្នកក្នុងភូតភ្លើមែនតែនឲ្យតែគេនិយាយថាម៉េចយកមកនិយាយហើយគ្មានតែមានខួរក្បាលគិតអីទេមើលពួក scammer វារបួសងាប់ប្រហែលអ្នកហើយចាប់បានអាវុធប្រហែល10000ដើមភ្លើនេះភ្លើ
ទៅដល់មកនិយាយដែរតានៅនេះចៅតាប្រាប់តាំងពីព្រឹកមិញថាអាហ្នឹងវាជាការសំដែងណា